សួស្តីជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនៅតាមជនបទទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានចេញទៅព្រៃហើយទៅរកមើលបន្លែនៅតាមបន្លាយតាមអូអញ្ចឹងណាពុកម៉ែបងប្អូនសូមបងប្អូនទស្សនាវីដេអូទាំងអស់គ្នាបងប្អូនផ្លូវមួយជួរនេះគឺជាផ្លូវទៅព្រៃទៅស្រែអញ្ចឹងវាមិនជាផ្លូវល្អប្រហែលទេគ្រាន់តែថាការធ្វើដំណើរអាចបានបងប្អូនទស្សនាវីដេអូនេះហើយសូមជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតដោយសារមួយរយៈនេះវាភ្លៀងពេកពុកម៉ែបងប្អូននៅតំបន់នេះទាំងស្រាប់សិតតែស្រូវគេបងប្អូនសិតតែវាស្រែវាស្រូវតែស្រូវគេល្អបងប្អូនឆ្នាំនេះដោយសារតែភ្លៀងគ្រប់គ្រាន់ឥឡូវខ្ញុំចុះមើលបន្លែនៅក្នុងបន្លាយនេះមួយបន្លែគេហៅស្លឹកកប៉ោកស្លឹកក្លោកណាបងប្អូនប៉ុន្តែមិនដឹងបងប្អូនខាងនោះហៅមិនអីមិនដឹងទេប៉ុន្តែខាងខ្ញុំនោះគឺហៅអញ្ចឹងបងលឹកស្វាតោកអាហ្នឹងយកមកដើម្បីចែវមកលក់ជាមួយទឹកគ្រឿងក៏ដូចជាហូបជាមួយបាញ់ឆែវវិញអីចឹងទៅប៉ុន្តែខ្ញុំមកបេះមិនមែនបេះទៅហូបជាមួយបាញ់ឆែវទេបងប្អូនដោយសារតែមកបេះនេះគឺបេះចង់ហូបជាមួយម្លក់យើងធ្វើបុកត្រីចឹងទៅព្រោះកន្លែងនេះដុះរាល់ឆ្នាំដោយសារតែខ្ញុំមកបេះទៅកន្លែងហ្នឹងឯងពេលអញ្ចឹងដឹងកន្លែងបេះនៅកន្លែងស្រូវគេហ្នឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនទស្សនាវីដេអូហើយក៏សូមជួយចុច Subscribe ម្នាក់មួយផងព្រោះថ្ងៃនេះបានតាណាទេដោយសារតែភ្លៀងពេកក៏ឆ្លៀតមកបេះបន្លែបន្តិចទៅនៅតាមជនបទវាមិនសូវជាខ្វះបន្លែប្រហែលទេពុកម៉ែបងប្អូនដោយសារតែយើងភាគច្រើនគឺគាត់រវល់ភាគខ្លះទៅគាត់មិនសូវជាឧស្សាហ៍អញ្ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំឲ្យតែចង់គឺខ្ញុំចេញទៅក្រៅទៅរកពីព្រោះនៅតាមព្រៃតាមចកាតាមស្រែគឺសម្បូរឲ្យតែថាយើងចង់ទៅរកវាខ្លាចទីមួយថាយើងមិនចង់ទៅរកវាទេខ្លាចថាវាអត់មានអញ្ចឹងណាបងប្អូនកន្លែងនេះគឺស្រូវស្រែគេធ្វើរាល់ឆ្នាំហើយល្អមែនទេបងប្អូនឆ្នាំនេះស្រូវបើនិយាយពីស្រូវតំបន់នេះវិញគឺល្អច្រើន